ការពិតនេះជាខ្លាំងទ្វារតូរីរបស់វិហារសោះតូរីគឺផ្លែឈើឆ្ពោះទៅកាន់ទឹកដីសក្ការៈមើលទៅដូចជាត្រូវវិញ្ញាណចាប់ទេនៅជប៉ុនពេលនរណាម្នាក់ស្រាប់តែបាត់ខ្លួនគ្មានតម្រុយគេហៅថាវិញ្ញាណចាប់លោកជាមនុស្សតែម្នាក់គាត់ដែលខ្ញុំអាចពឹងពាក់លោកអាចមកទេមានរឿងអីកើតឡើងលើសិស្សទាំងនោះពួកគេដូចជាត្រូវខ្មោចចូលចាំមើលថាវាជាអំពើរបស់វិញ្ញាណឬអត់ពេលអញស្លាប់អញក៏ឡើងវិញក្នុងរាងកាយថ្មីអញឆក់បានអីឲ្យប្រកាសទៅ